ការបែងចែកកម្រិតខ្យល់ព្យុះពីកម្រិត1ដល់កម្រិត5គឺផ្អែកទៅលើមាត្រដ្ឋាន Saffir-Simpson ដែលគេប្រើប្រាស់ជាអន្តរជាតិសម្រាប់វាស់វែងល្បឿនខ្យល់និងវាយតម្លៃកម្រិតនៃការបំផ្លិចបំផ្លាញនៃព្យុះសង្គ្រាឬព្យុះត្រូពិកនៅពេលវាបោកបក់មកលើដីគោកខាងក្រោមនេះគឺជាព័ត៌មានលម្អិតនៃកម្រិតនីមួយៗ 1. ព្យុះកម្រិត1 ល្បឿនខ្យល់ចាប់ពី119ដល់153គីឡូម៉ែត្រក្នុង1ម៉ោងការខូចខាតកម្រិតស្រាលឬគ្រោះថ្នាក់ខ្លះៗផលប៉ះពាល់អាចបណ្ដាលឲ្យខូចខាតដំបូលផ្ទះបាក់មែកឈើនិងប៉ះពាល់ដល់ខ្សែបណ្ដាញអគ្គិសនីដែលអាចធ្វើឲ្យដាច់ចរន្តអគ្គិសនីរយៈពេល 2-3 ថ្ងៃ 2. ព្យុះកម្រិត2ល្បឿនខ្យល់ចាប់ពី154ដល់177គីឡូម៉ែត្រក្នុង1ម៉ោងការខូចខាតកម្រិតមធ្យមឬមានគ្រោះថ្នាក់ខ្លាំងផលប៉ះពាល់អាចរហែកដំបូលផ្ទះឬជញ្ជាំងផ្ទះដែលមិនមាំទាំអាចរលំដើមឈើតូចៗឬដើមឈើដែលមានឫសរាក់ៗនិងបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីស្ទើរតែទាំងស្រុងនៅក្នុងតំបន់រងគ្រោះ 3. ព្យុះកម្រិត3ល្បឿនខ្យល់ពី178ដល់208គីឡូម៉ែត្រក្នុង1ម៉ោងការខូចខាតកម្រិតធ្ងន់ធ្ងរចាប់ពីកម្រិតនេះទៅគេហៅថាជាព្យុះបំផ្លិចបំផ្លាញកម្រិតធំឬ Major Hurricane ផលប៉ះពាល់អាចធ្វើឲ្យផ្ទះអគារស្នាក់នៅរងការខូចខាតធំដុំដើមឈើធំៗជាច្រើនត្រូវបានបាក់រលំឬរបូតទាំងឫសបិទផ្លូវថ្នល់និងដាច់ទឹកដាច់ភ្លើងរាប់សប្តាហ៍ 4. ព្យុះកម្រិត4ល្បឿនខ្យល់ពី209ដល់251គីឡូម៉ែត្រក្នុង1ម៉ោងការខូចខាតកម្រិតមហន្តរាយផលប៉ះពាល់ផ្ទះសម្បែងភាគច្រើនអាចនឹងត្រូវរបើកដំបូលនិងបាក់ជញ្ជាំងទាំងស្រុងដើមឈើនិងបង្គោលភ្លើងភាគច្រើនដួលរលំតំបន់រងគ្រោះនឹងមិនអាចរស់នៅបានជាបណ្ដោះអាសន្នរយៈពេលរាប់សប្តាហ៍ឬរាប់ខែ 5. ព្យុះកម្រិត5ល្បឿនខ្យល់ចាប់ពី252គីឡូម៉ែត្រក្នុង1ម៉ោងឡើងទៅការខូចខាតកម្រិតមហន្តរាយធ្ងន់ធ្ងរបំផុតជាកម្រិតខ្ពស់ជាងគេបំផុតផលប៉ះពាល់ផ្ទះសម្បែងនិងអគារភាគច្រើនត្រូវបំផ្លាញខ្ទេចខ្ទីដល់គ្រឹះតំបន់រងគ្រោះទាំងមូលត្រូវកាត់ផ្ដាច់និងខូចខាតទាំងស្រុងហើយអាចត្រូវចំណាយពេលរាប់ខែឬរាប់ឆ្នាំដើម្បីស្ដារឡើងវិញ